អញ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសចំនួន777នាក់ក្នុងរយៈពេល10ថ្ងៃជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញការចូលស្នាក់នៅខុសច្បាប់នៅកម្ពុជាជំរិតទារប្រាក់បន្លំឯកសារនិងពាក់ព័ន្ធបទល្មើសគ្រឿងញៀនយោងតាមអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានឲ្យដឹងថាការបណ្ដេញជនបរទេសទាំងនេះធ្វើឡើងនៅចន្លោះពីថ្ងៃទី10ដល់ថ្ងៃទី21ខែកក្កដាដោយមានជនបរទេសសរុប777នាក់ក្នុងនោះមានស្ត្រី120នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញបន្ទាប់ពីអាជ្ញាធររកឃើញថាពួកគេពាក់ព័ន្ធនឹងបទល្មើសឬល្មើសច្បាប់អន្តរប្រវេសន៍អគ្គនាយកដ្ឋានអន្តរប្រវេសន៍ក៏បានឲ្យដឹងទៀតថាជនបរទេសទាំងនេះមានសញ្ជាតិចំនួន19រួមមានកាមេរុនចិនតៃវ៉ាន់ជប៉ុនកូរ៉េនីហ្សេរីយ៉ានេប៉ាល់បង់ក្លាដេសប៉ាគីស្ថានថៃម៉ាឡេស៊ីមីយ៉ាន់ម៉ាលីបេរីយ៉ាវៀតណាមហ្វីលីពីនឥណ្ឌាឥណ្ឌូនេស៊ីអូស្ត្រាលីនិងសហរដ្ឋអាមេរិកក្នុងចំណោមអ្នកដែលត្រូវបានបណ្ដេញចេញមានជនជាតិចិន158នាក់ដែលអាជ្ញាធរអះអាងថាជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក៏បានឲ្យដឹងបន្ថែមទៀតថាជនបរទេសទាំងនេះត្រូវបានបញ្ជូនចេញតាមជើងហោះហើរពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិដេជោអ្នកដែលត្រូវបានបណ្ដេញចេញពាក់ព័ន្ធនឹងបទល្មើសជាច្រើនរួមមានការឆបោកតាមអនឡាញការជំរិតទារប្រាក់ការក្លែងបន្លំឯកសារការចូលនិងស្នាក់នៅខុសច្បាប់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនការប្រើប្រាស់ទឹកដីកាឬកូដ QR คล้ายៗការធ្វើការងារខុសច្បាប់និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតការបណ្ដេញចេញនេះធ្វើឡើងស្របពេលដែលកម្ពុជាកំពុងបង្កើនការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសហគមន៍អន្តរជាតិនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតធ្លាប់មានប្រសាសន៍ថាយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញគឺជាការងាររយៈពេលវែងមិនមែនជាប្រតិបត្តិការធ្វើឡើងតែមួយរយៈពេលខ្លីនោះទេលោកបានបញ្ជាក់ថាកម្ពុជានឹងមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាឬបទល្មើសឆ្លងដែនផ្សេងៗឡើយហើយថាការបង្ក្រាបបទល្មើសទាំងនេះគឺដើម្បីការពារកេរ្តិ៍ឈ្មោះនិងមុខមាត់របស់ប្រទេសតួលេខចុងក្រោយនេះក៏ត្រូវបានលើកឡើងក្នុងជំនួបរវាងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews អំឡុងពេលបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជាគណៈកម្មការនេះបានប្រាប់លោក Andrew ថាអាជ្ញាធរកម្ពុជាបានបិទទីតាំងឆបោកជាង600កន្លែងចាត់វិធានការព្រហ្មទណ្ឌលើជនសង្ស័យប្រមាណ3000នាក់ដកហូតឬផ្អាកអាជ្ញាប័ណ្ណកាស៊ីណូចំនួន29កន្លែងនិងបានចាប់ខ្លួនព្រមទាំងធ្វើប្រតិបត្តិមេដឹកនាំបណ្ដាញឆបោកមួយចំនួនទៅកាន់ប្រទេសចិនវិធានការរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញក៏បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិផងដែរកន្លងមកសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន7នាក់និងអង្គភាពចំនួន3ដោយចោទប្រកាន់ថាពួកគេទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងជាប្រព័ន្ធដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជានិងវៀតណាមក្នុងចំណោមអ្នកដែលរងទណ្ឌកម្មរួមមានលោក Chen Zi ប្រធានក្រុមហ៊ុន Print Group និងលោក Zhu Zhongpao ប្រធានក្រុមហ៊ុន Jinpei សហភាពអឺរ៉ុបបានអះអាងថាអ្នកទាំងពីរជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្សការឃុំខ្លួនដោយខុសច្បាប់និងការបង្ខំឲ្យជនរងគ្រោះប្រព្រឹត្តអំពើឆបោកតាមអនឡាញ